ជំរាបសួរបងប្អូនខ្ញុំជានិចនៅក្នុងវីដេអូនេះខ្ញុំណែនាំបងប្អូនឲ្យស្គាល់ប្របាទជាន់ទុកនៅលើភ្នំត្បែងមានជ័យខេត្តព្រះវិហារយើងមើលផ្លាកនៅឡើយនោះបានគេដាក់ថាទីសក្ការៈបូជាព្រះបាទជាន់ទុកភ្នំត្បែងមានជ័យចាហេតុអីបានគេហៅថាព្រះបាទជាន់ទុកតែខ្ញុំថតវីដេអូមកជុំវិញខ្ញុំជូនបងប្អូនមើលចាអញ្ចឹងកន្លែងនេះមានការរៀបចំជាទីសក្ការៈបូជាហ្នឹងរាប់សិបឆ្នាំមកហើយបងប្អូនគាត់ថាអត់សូវមានបងប្អូនមកស្នាក់នៅយូរអត់មានអ្នកនៅជាប់រហូតទេមានព្រះអង្គនិមន្តមកស្នាក់នៅមួយរយៈអញ្ចឹងទៅលោកក៏និមន្តចុះទៅវិញអញ្ចឹងណាចានេះកន្លែងប្របាទជាន់ទុកដែលជាឈ្មោះនៃទីតាំងហ្នឹងបងប្អូនចាហើយទឹកនេះគឺអត់ដាច់ទេមានទឹកដក់នៅក្នុងរហូតហើយទឹកចេញពីក្រោមមកព្រោះទីតាំងនេះមានដបូលអញ្ចឹងអត់មានទឹកភ្លៀងអីចូលមកបានទេតែមានដបូលមានជាងមានអីចឹងទៅទឹកនេះចេញពីខាងក្រោមមកហើយជម្រៅអត់ជ្រៅទេប្រហែលជា1ម៉ែត្រចុះក្រោមចាហើយទីតាំងព្រះបាទជាន់ទុកហ្នឹងគឺស្ងប់ស្ងាត់ណាស់បងប្អូនអត់សូវមានអ្នករស់នៅទេដោយសារឆ្ងាយពីកន្លែងទិញម្ហូបអាហារអញ្ចឹងទៅពិបាកមានអ្នកទៅនៅយូរអញ្ចឹងភិកច្រើនមានតាបោះឬក៏ព្រះអង្គលោកសង្ឃមុនទៅសម្រាប់គង់នៅមួយរយៈអញ្ចឹងទៅធ្វើធម៌ធ្វើអីធ្វើសមាធិធ្វើអីមួយរយៈទៅក៏លោកនិមន្តចុះវិញហើយទេសភាពជុំវិញហ្នឹងគឺថាវាល្វឹងហើយខែធ្លាក់ភ្លៀងអញ្ចេះស្មៅវាដុះមកខៀវបំប្រងស្អាតណាស់បងប្អូនដូចក្នុងវីដេអូដែលបងប្អូនបានឃើញអញ្ចឹងណាតំបន់ហ្នឹងគឺអត់ដុះដើមឈើធំធំទេដុះតែស្មៅហើយដើមឈើតូចតូចទេហើយនៅជុំវិញកន្លែងព្រះបាទហ្នឹងគឺមានកុដិដូចជា3កុដិអីដែរមានកុដិធំកុដិតូចអីផ្សេងអញ្ចឹងណាបងប្អូនកុដិខ្លះក៏មានម្ចាស់កុដិខ្លះក៏គេសង់សម្រាប់រួមជាសាលារួមសម្រាប់បងប្អូនដែលឡើងទៅស្នាក់នៅបានអីបានណាបងប្អូនចាអញ្ចឹងកន្លែងព្រះបាទមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា